ប្រទេសរុស្ស៊ីបានផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីពីការបាញ់មីស៊ីលមកជាការប្រើប្រាស់យន្តហោះចម្បាំងស៊ូ57ដើម្បីចូលមកបំពេញបេសកកម្មស្ទាក់ចាប់ឬក៏បាញ់យន្តហោះ drone តាមរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនដែលវាយឆ្មក់មកលើទឹកដីរុស្ស៊ីស៊ូ57គឺជាយន្តហោះចម្បាំងបំបាំងកាយចំនួនទី5របស់រុស្ស៊ីដែលផលិតឡើងដើម្បីប្រយុទ្ធនៅលើដែនអាកាសនិងវាយប្រហារគោលដៅលើដីគោកឬសមុទ្រវាមានតម្លៃចន្លោះពី35លានទៅ50លានដុល្លារនៅក្នុងមួយគ្រឿងនិងជាយន្តហោះចម្បាំងរុស្ស៊ីតែមួយគត់ដែលបំពាក់ទៅដោយប្រព័ន្ធរ៉ាដា AESA ដែលមានសមត្ថភាពនៅក្នុងការរកឃើញនិងតាមដានគោលដៅតូចៗដូចជាយន្តហោះ drone និងមីស៊ីលបណ្ដែតលើទឹកជាដើមបន្ថែមពីលើរ៉ាដា AESA យន្តហោះចម្បាំងស៊ូ57ក៏បំពាក់ទៅដោយឧបករណ៍ចាប់សញ្ញាអុបទិកអេឡិចត្រូនិក 101KS រួមទាំងប្រព័ន្ធស្វែងរកនិងឧបករណ៍ចាប់សញ្ញា Infra IOST ដែលមានប្រសិទ្ធភាពនៅក្នុងការរកឃើញយន្តហោះ drone ដែលហោះទាបៗបើតាម Defense News យន្តហោះស៊ូ57ក៏មានបំពាក់កាំភ្លើងធំទំហំ30មីលីម៉ែត្រផងដែរដែលអាចបាញ់គ្រាប់រះដល់ទៅ150គ្រាប់ឧបករណ៍ទាំងនេះធ្វើឲ្យយន្តហោះស៊ូ57កាន់តែខ្លាំងសម្រាប់ប្រឆាំងទៅនឹងយន្តហោះ drone និងការវាយប្រហារដោយមីស៊ីលលើគោលដៅយុទ្ធសាស្ត្រជ្រៅៗនៅក្នុងទឹកដីរុស្ស៊ីដូចជារោងចក្រចម្រាញ់ប្រេងឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតជាដើមជាក់ស្ដែងអំឡុងពេលអ៊ុយក្រែនបើកការវាយប្រហារដោយយន្តហោះ drone ទៅលើរោងចក្រចម្រាញ់ប្រេង OMSK របស់រុស្ស៊ីកាលពីថ្ងៃទី6ខែកក្កដាទីក្រុងមូស្គូគឺបានបញ្ចេញយន្តហោះចម្បាំងស៊ូ57ដើម្បីស្ទាក់ចាប់គោលដៅផ្លូវអាកាសទាំងនេះបើតាម Q Post នៅក្នុងប្រតិបត្តិការនោះយន្តហោះចម្បាំងស៊ូ57បានប្រើប្រាស់មីស៊ីលរយៈចម្ងាយខ្លីប្រភេទ O73 និង O74 បាញ់ទម្លាក់យន្តហោះ drone អ៊ុយក្រែនជាច្រើនគ្រឿងដើម្បីបង្អាក់សកម្មភាពវាយប្រហារកុំឲ្យកាន់តែរីកធំអ្នកវិភាគនិយាយថាការដាក់ពង្រាយស៊ូ57នៅក្នុងបេសកកម្មស្ទាក់ចាប់យន្តហោះ drone អ៊ុយក្រែនកំពុងតែពង្រីកតួនាទីរបស់យន្តហោះចម្បាំងរុស្ស៊ីមួយនេះពីការវាយប្រហាររយៈចម្ងាយឆ្ងាយមកជាខែលការពារដែនអាកាសជាពិសេសវាកំពុងតែជួយទីផ្សារលក់អាវុធរបស់រុស្ស៊ីកាន់តែលេចធ្លោបើតាម Eurasian Times បច្ចុប្បន្នរុស្ស៊ីមានយន្តហោះចម្បាំងស៊ូ57ជិត30គ្រឿងកំពុងបម្រើការនៅក្នុងជួរយោធាខណៈដែលគិតត្រឹមពេលនេះអាល់ហ្សេរីគឺជាប្រទេសតែមួយគត់ដែលបានបញ្ជាទិញយន្តហោះស៊ូ57ពីរុស្ស៊ី